ប្រទេសមួយមិនមែនកើតឡើងពីសន្តិភាពទេប៉ុន្តែកើតឡើងពីការតស៊ូការឈឺចាប់និងចិត្តមិនបោះបង់ហើយនេះគឺជាប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ីប្រទេសឥណ្ឌូនេស៊ីស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងគឺជាប្រទេសដែលមានកោះច្រើនជាងគេមួយនៅលើពិភពលោកទីតាំងភូមិសាស្ត្ររបស់ប្រទេសនេះបានធ្វើឲ្យវាក្លាយទៅជាច្រកពាណិជ្ជកម្មសំខាន់ចាប់តាំងពីសម័យបុរាណមកនៅមុនសម័យអាណានិគមឥណ្ឌូនេស៊ីមានអាណាចក្រដ៏មានឥទ្ធិពលជាច្រើនក្នុងនោះមានអាណាចក្រស្រីវិទ្យាដែលគ្រប់គ្រងពាណិជ្ជកម្មតាមសមុទ្រមានទំនាក់ទំនងជាមួយនឹងឥណ្ឌានិងចិនបន្ទាប់មកអាណាចក្រមជ្ឈិមបូរាណបានកើតឡើងនិងពង្រីកអំណាចនៅលើកោះជាច្រើនបង្កើតឥទ្ធិពលនយោបាយនិងវប្បធម៌យ៉ាងខ្លាំងនៅក្នុងតំបន់នៅសតវត្សទី17ប្រទេសហូឡង់បានមកដាក់អាណានិគមលើប្រទេសឥណ្ឌូនេស៊ីដោយបង្កើតបានក្រុមហ៊ុន VOC ដើម្បីគ្រប់គ្រងពាណិជ្ជកម្មគ្រឿងទេសនិងធនធានធម្មជាតិក្រោយមកឥណ្ឌូនេស៊ីត្រូវបានគ្រប់គ្រងជាអាណានិគមរបស់ហូឡង់អស់រយៈពេលជាង300ឆ្នាំក្នុងកំឡុងពេលនោះប្រជាជនមូលដ្ឋានត្រូវបានបង្ខំឲ្យធ្វើការងារនិងរងការបំពានជាច្រើននៅឆ្នាំ1942ក្នុងសម័យសង្គ្រាមលោកលើកទី2ប្រទេសជប៉ុនបានចូលកាន់កាប់ឥណ្ឌូនេស៊ីការគ្រប់គ្រងរបស់ជប៉ុនបានបញ្ចប់អំណាចហូឡង់ជាបណ្ដោះអាសន្នហើយបង្កើនការយល់ដឹងនយោបាយនិងចលនាឯករាជ្យរបស់ជនជាតិឥណ្ឌូនេស៊ីនៅថ្ងៃទី17ខែសីហាឆ្នាំ1945ស៊ូកាណូនិងមហាម៉ាត់ហាតាបានប្រកាសឯករាជ្យរបស់ខ្លួននៅឥណ្ឌូនេស៊ីប៉ុន្តែបន្ទាប់ពីការប្រកាសនេះនៅតែមានការប្រយុទ្ធនិងការចរចាជាមួយនឹងប្រទេសហូឡង់ចុងក្រោយនៅឆ្នាំ1949ហូឡង់បានទទួលស្គាល់ឥណ្ឌូនេស៊ីគឺជាប្រទេសឯករាជ្យបន្ទាប់ពីទទួលបានឯករាជ្យឥណ្ឌូនេស៊ីបានចាប់ផ្ដើមកសាងប្រទេសខ្លួនឡើងវិញបច្ចុប្បន្នឥណ្ឌូនេស៊ីគឺជាប្រទេសសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានតួនាទីសេដ្ឋកិច្ចនយោបាយនិងវប្បធម៌យ៉ាងសំខាន់ប្រវត្តិសាស្ត្ររបស់វានៅតែជាសារបង្រៀនដល់ពិភពលោកថាជាតិមួយអាចនឹងរំមកបាននៅពេលដែលប្រជាជនរួបរวมគ្នា